ពីសោហើយស្គប់ពីតេឡេបើសិនជាបងប្អូនឃើញម៉ោងវាខុសយើងអាចសេរីខ្លួនឯងបានយើងអត់ចាំបាច់ទៅរកជាងអីទេបងប្អូនណាអញ្ចឹងរបៀបសេរីដូចគ្នាពីហ្នឹងដោយសារកុងទ័រវាដូចតែគ្នាខុសតែប្រព័ន្ធសោទេប៉ុន្តែកុងទ័របញ្ជាលើដូចគ្នាណាអញ្ចឹងយើងឃើញម៉ោងនេះម៉ោងវាខុសហ่าបងប្អូនណាអញ្ចឹងដើម្បីសេរីបងប្អូនឃើញ key ហ្នឹងឯនេះ key ហ្នឹងបងប្អូនចុចវានេះចុចឲ្យមកចូលកន្លែងនេះ total គីឡូនេះឲ្យចេញ total គីឡូអញ្ចឹងមកបានយើងអាចសេរីបានណាអញ្ចឹងដើម្បីសេរីយើងចុចអា key នេះជាប់នេះអា key ហ្នឹងចុចលើសូត្រតពឹកឲ្យជាប់មកបងប្អូននេះម៉ោងវាលោតដែរអញ្ចឹងបើសិនម៉ោងហ្នឹងវាអត់ត្រូវទេឥឡូវវាថាម៉ោង5អញ្ចឹងបងប្អូនចុចមួយមកវាឡើងម៉ោង5អញ្ចឹងម៉ោងហ្នឹងត្រូវហើយយើងចុចឲ្យជាប់ទៀតមកវាចូលនាទីណាឥឡូវយើងសេរីនាទីទៅម៉ោង5 10នាទីចុចឲ្យដល់10មកត្រូវហើយបងប្អូនអាចកាច់សោពលុតក៏បានដែរណាអញ្ចឹងពេលកាច់សោពលុតមកម៉ោងហ្នឹងវាដើរត្រូវមក5 10នាទីឃើញណារបៀបសេរីវាតែប៉ុណ្្នឹងឯណាប្រភេទ Scoopy សោតេឡេសេរីដូចគ្នាបើវាខុសយើងអាចសេរីបានព្រោះប្រើយូរទៅជួនកាលវាដើរយឺតដែរណាពេលដែលវាដើរយឺតយើងអាចសេរីបានបងប្អូនត្រូវការប្រភេទម៉ូតូក្រុមហ៊ុន Scoopy របស់ NCX ណាទិញដាច់ដូរមលក់បានណាបងប្អូនចង់តម្លាក់ឯកសារមលក់បាន 100% បងប្អូននៅខេត្តក៏មលក់បានផ្ទះជួលក៏មលក់បាននិយាយទៅឲ្យតែបងប្អូនមានចំណូលអាចសិក្សាបានមលក់បានណាអញ្ចឹងបងប្អូនចង់បានបងប្រចាំខែទៀបទីមួយបងប្អូនឆែទៅពីបេហាងឆែយកទៅប្រៀបធៀបគ្នាមើលទៅកន្លែងណាទៀបគឺកន្លែងហ្នឹងឯងបងប្អូនដាក់ទៅអត់ខុសទេណាតែយើងទៅជែកមួយគេឲ្យច្បាស់ទៅថាយើងរកម៉ូតូប្រភេទអីរបស់ក្រុមហ៊ុនម៉ូតូមកទឹករបស់នាំចូលពួកតម្លៃវាខុសគ្នាដែរបងប្អូនណាអញ្ចឹងមិនមែនម៉ូតូវាដូចគ្នាទេពេលខ្លះបងប្រចាំខែដូចគ្នាប៉ុន្តែម៉ូតូវាខុសគ្នាដែរហើយយើងនឹងមុននឹងយើងដាក់ឯកសារយើងទៅជែកយើងសួរនាំឲ្យច្បាស់ណាចង់បានម៉ូតូអីប្រាប់ឲ្យច្បាស់ជជែកគ្នាឲ្យច្បាស់កុំឲ្យថាដាក់ជាប់ហើយបានម៉ូតូផ្សេងបងប្រចាំខែផ្សេងអាហ្នឹងធ្វើអញ្ចឹងក៏អត់កើតដែរបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងចង់បានព័ត៌មានលម្អិតចង់សួរនាំអាច scan Telegram មួយក៏បានដែរបងប្អូននេះ Telegram ហ្នឹងបងប្អូន scan ទៅសួរព័ត៌មានបានណាហើយតម្លាក់ឯកសារតាម Telegram ហ្នឹងក៏បានដែរណាពីពួកយើងសិក្សាតាមអនឡាញតែពេលជាប់បងប្អូនកាន់ឯកសារសិនមកដកម៉ូតូមកណាអត់ចំណាយពេលញ៉ៃទេបងប្អូនឯកសារយើងមានត្រឹមត្រូវបើកលុយតាមកុងអីសិក្សាតែ2 3ម៉ោងបានណាអរគុណច្រើនបងប្អូន